បាទសួស្តីសូមស្វាគមន៍មកកាន់ Learn Excel ខ្មែរនៅក្នុងវីដេអូថ្ងៃនេះដែលយើងនឹងសិក្សាអំពីការប្រើ date calculation នៅក្នុង Excel ដោយប្រើ function សំខាន់ពីរគឺ workday ហើយនិង date if ឬក៏ date different ជាដំបូងយើងនឹងមើលទាក់ទង function workday ប្រើសម្រាប់គណនាកាលបរិច្ឆេទថ្ងៃធ្វើការដោយមិនរាប់បញ្ចូលដូចជាថ្ងៃសៅរ៍និងអាទិត្យហើយ Excel គណនាតែចំនួនហើយ Excel គណនាថ្ងៃ deadline ដោយរំលង weekend ហើយបន្ទាប់យើងនឹងមើលទាក់ទងនឹង function date if ឬក៏ date different អញ្ចឹង date different យើងប្រើសម្រាប់គណនាចំនួនថ្ងៃរវាងទាក់ទងនឹងកាលបរិច្ឆេទអ្វីមួយកាលបរិច្ឆេទទំនិញការ expire ទៅលើផលិតផលអ្វីមួយអញ្ចឹងនេះជាទម្រង់ទូទៅដែលយើងធ្វើការបង្ហាញឲ្យបងប្អូនងាយយល់ងាយនៅតារាងខាងនេះគឺយើងទាក់ទងនឹង start date ហើយចំនួនថ្ងៃ deadline ទាក់ទងនឹង workday ហើយនឹង date if ឬក៏ date different អញ្ចឹងជាដំបូងយើងធ្វើការគណនាទៅលើ deadline ឬក៏ workday អញ្ចឹងរូបមន្ត workday របស់យើងគឺទម្រង់ទូទៅរបស់យើងគឺ workday ស្មើនឹង start date ហើយនឹងចំនួនថ្ងៃអញ្ចឹង start date របស់យើងគឺនៅក្នុងជួរខាងឆ្វេងនេះហើយ day គឺចំនួនថ្ងៃនេះអញ្ចឹងមួយសប្តាហ៍យើងធ្វើការ5ថ្ងៃឧទាហរណ៍ថាយើងចូលនៅក្នុងថ្ងៃទី1ខែ3 2026 25អញ្ចឹងរូបមន្តរបស់យើងគឺស្មើ workday អញ្ចឹងបងប្អូនវាយ workday មកយើងចេញបែបនេះអញ្ចឹងទម្រង់ទូទៅរបស់យើងគឺ start date ប៊ីស1មក day អញ្ចឹងបងប្អូន select ទៅលើ start date យើងហើយបន្ទាប់មក ប៊ីស1គឺមានន័យថា day អញ្ចឹងបងប្អូន select ទៅលើ day នេះចំនួនថ្ងៃហើយ enter អញ្ចឹងលទ្ធផលនឹងបង្ហាញថាថ្ងៃទី7អញ្ចឹងយើងធ្វើការឧទាហរណ៍យើងបើក calendar មក calendar របស់យើងតាក់ទងនឹងថ្ងៃទី1ខែ3 2025អញ្ចឹងយើងចូលធ្វើការថ្ងៃទី1គឺត្រូវថ្ងៃសៅរ៍ដល់ពេលអញ្ចឹងនៅក្នុងចំនួនថ្ងៃគឺយើងធ្វើការតែ5ថ្ងៃនេះអញ្ចឹងគឺនៅក្នុង workday នេះគឺយើងចាប់គិតរាប់ពីថ្ងៃច័ន្ទដែលយើងចូលធ្វើការឧទាហរណ៍ថ្ងៃច័ន្ទថ្ងៃទី3អញ្ចឹងរាប់ថ្ងៃទី3ទី4ទី5ទី6ទី7អញ្ចឹងមួយសប្តាហ៍យើងធ្វើការ5ថ្ងៃអញ្ចឹងយើង start ពីថ្ងៃទី1ក៏ពិតមែនប៉ុន្តែអ្វីដែលគេ count ឲ្យគឺមិនរាប់ទាក់ទងនឹងថ្ងៃសៅរ៍ឬក៏អាទិត្យទេអញ្ចឹងគេចាប់ផ្ដើមនឹងថ្ងៃច័ន្ទតែម្ដងអញ្ចឹងថ្ងៃច័ន្ទមកដល់ថ្ងៃសុក្រគឺមកដល់ថ្ងៃទី7ខែ3 2025អូខេយើងកលេចមកតាក់ទងនឹងការប្រើរូបមន្ត date if ឬក៏ date different ម្ដងអញ្ចឹងគឺយើងទី1យើងគណនាចំនួនថ្ងៃជាដំបូងសិនអញ្ចឹង date if ឬក៏ date different គឺយើងអាចគណនាចំនួនថ្ងៃឬក៏ខែឬក៏ឆ្នាំបានអញ្ចឹងជាដំបូងយើងធ្វើការគណនាសិនមកស្មើ date អញ្ចឹងនៅក្នុងពេលបងប្អូនវាយរូបមន្តកន្លែងនេះអត់បង្ហាញថា date different ទេឬក៏ date if ទេអញ្ចឹងកន្លែងបងប្អូនបន្ថែមទាក់ទងនឹងtype if ទៀតមក date ed ឬក៏ date if នេះទៅមកបងប្អូនបើកវងចោលអញ្ចឹងទម្រង់ទូទៅរបស់យើងគឺ start date end date ហើយ day អូខេ start date របស់យើងគឺថ្ងៃទី1ខែ3 2025អញ្ចឹងបងប្អូន select ទៅលើនេះហើយបើសិនជាយើងមានការបច្ឆេទឧទាហរណ៍ថា end date អានេះយើងតាំងថា end date របស់យើងគឺថ្ងៃទី7ខែ3ឧទាហរណ៍ណាវា1 end date ហើយបន្ទាប់មកអញ្ចឹងរូបមន្តរបស់យើងគឺបន្ទាប់គឺយើងចង់បង្ហាញជាចំនួនថ្ងៃអញ្ចឹងកន្លែងបងប្អូនឲ្យបង្ហាញថាថ្ងៃអញ្ចឹងកន្លែងបងប្អូនវាយ D មកមានន័យថា day អូខេបិទវងខ្យល់វិញអញ្ចឹងពីថ្ងៃទី1ដល់ថ្ងៃទី7មានចំនួន6ថ្ងៃអញ្ចឹងយើងអូសមកអូខេមួយទៀតហ្នឹងគឺយើងអត់ចាំបាច់តាក់ទងនឹងមាន end date ទេប៉ុន្តែយើងយកជាការបច្ឆេទបច្ចុប្បន្នវិញឧទាហរណ៍ខ្ញុំលុបវិញទាំងអស់អញ្ចឹងស្មើមក date ed if ហើយ start date របស់យើងគឺដដែលមកហើយបន្ទាប់មកយើងចង់បានឲ្យអូតូទៅតាមការបច្ឆេទរបស់យើងឧទាហរណ៍ថ្ងៃនេះថ្ងៃទី3ខែ10សំទោសថ្ងៃទី10ខែ3 2026អញ្ចឹងនៅក្នុងឲ្យបន្ទាប់ពីលោតទៅថ្ងៃស្អែកគឺយើងនឹងឲ្យអូតូទៅថ្ងៃស្អែកតែម្ដងយើងអត់ចាំបាច់មានការបច្ឆេទមុនក្រោយទេអញ្ចឹងឲ្យ update ជាស្វ័យប្រវត្តិអញ្ចឹងយើងត្រូវប្រើ today
ចឹងរូបមន្ត today របស់យើងគឺយើងបានរៀនពីកាលមេរៀនទី12ហើយគឺរូបមន្តទម្រង់ទូទៅរបស់ today គឺបើកហើយនឹងបិទវិញបែបនេះហើយក្បៀសមួយចឹងបងប្អូនចង់បង្ហាញតកតងនឹងចំនួនថ្ងៃចឹងកន្លែង days pass ឬក៏ month pass ឬក៏ years pass ចឹងយើងធ្វើតកតងចំនួនថ្ងៃចឹងថ្ងៃរបស់យើងគឺយើងអក្សរ D មួយនេះមកគឺមានន័យថាថ្ងៃចឹងបងប្អូនបិទវងចប់វិញ enter អូខេទាញមកក្រោមអូខេឥឡូវយើងកលេចមើលតកតងនឹងចាប់ពីថ្ងៃទី1ខែ3 2025មកដល់បច្ចុប្បន្នមានចំនួន374ថ្ងៃដល់ពេលថ្ងៃទី2 2023ខែ6នេះសំទោសថ្ងៃទី2ខែ3ឆ្នាំ2026មកដល់ថ្ងៃទី10បច្ចុប្បន្ននេះមានចំនួនតែ8ថ្ងៃទេពេលអញ្ចឹងយើងដេញមកតាមរហូតអញ្ចឹងទៅចំណែកកន្លែងមានន័យថាចេញ error នោះដោយសារតែបច្ចុប្បន្នយើងការបាត់ឆេតរបស់យើងក្នុងថ្ងៃទី10នេះប៉ុន្តែដល់ក្នុងនេះគឺយើងមានដល់ថ្ងៃទី11 12ហើយអញ្ចឹងកន្លែងនេះសូមកែ back មកដើមវិញមកអូខេយើងឧទាហរណ៍អញ្ចឹងសិនអូខេយើងគណនាតកតងនឹងការគណនាចំនួនថ្ងៃយើងបានចប់ហើយអញ្ចឹងយើងតកតងចំនួនខែម្ដងអញ្ចឹងខែរបស់យើងគឺយើងគ្រាន់តែផ្លាស់ប្ដូរបន្តិចទេអញ្ចឹងស្មើ date ed if អញ្ចឹង select ទៅលើ start date trail ហើយ today បើកនឹងបិទវិញមកវាអញ្ចឹងកន្លែងនេះបងប្អូនចង់ឲ្យបង្ហាញខែអញ្ចឹងខែតាំងអក្សរដោយ m បែបនេះ m តូចក៏បាន m ធំក៏បានបិទវិញមកអញ្ចឹងមកដល់ថ្ងៃទី1ខែ3 2025មកដល់បច្ចុប្បន្នមានចំនួន12ខែអូខេអញ្ចឹងកន្លែងនេះតកតងនឹងដោយសារវាអត់ទាន់បានគ្រប់មួយខែអញ្ចឹងវាចេញ00ឲ្យប៉ុន្តែមានចំនួន5 6ថ្ងៃ4ថ្ងៃ3ថ្ងៃ2ថ្ងៃទេអូខេតកតងនឹងយើងការប្រើ date ed តកតងការគណនាទៅលើឆ្នាំអញ្ចឹងឆ្នាំរបស់យើងគឺស្រដៀងគ្នាដែរគឺទេ date ស្មើមក date ed if អូខេ select លើនេះមកហើយ today វាអញ្ចឹងការគណនាទៅលើឆ្នាំគឺយើងអក្សរតាងរបស់យើងគឺថ្ងៃយើងតាំងអក្សរ m អក្សរ d ដល់ពេល m មានន័យថា month អញ្ចឹងតាំងអក្សរ m ដល់ពេល year គឺតាំងអក្សរ y អូខេអញ្ចឹងបែបនេះហើយ enter អញ្ចឹងមានរយៈពេល1ឆ្នាំហើយឧទាហរណ៍តែខ្ញុំចង់ដូរការបច្ចេកនេះទៅឆ្នាំ2023អញ្ចឹងមានផ្លាស់ប្ដូរគ្នាអញ្ចឹងចំនួនថ្ងៃគឺ1103ថ្ងៃ36ខែ3ឆ្នាំអញ្ចឹង36ខែស្មើ3ឆ្នាំចឹងនៅក្នុងវីដេអូថ្ងៃនេះយើងចប់តែប៉ុណ្ណេះហើយកុំភ្លេចជួយ Subscribe ដើម្បីកុំឲ្យខកខានវីដេអូថ្មីៗពី Learn Excel សូមអរគុណ